สุดท้ายเนี่ยตอนนี้นี่คือวิดีโอได้ยังถอดจากปีកាមេរ៉ា ស៊ីនរបស់ Huawei Hora 90s Pro Max បាទកំណត់វីដេអូមិនដែរបងប្អូនណាបងប្អូនអាចមើលវីដេអូនេះបានជាមួយនឹងកំណត់ពលឺអញ្ចឹងវាអាចនឹងភ្លឺស្ងាយពេកខ្ញុំនឹងមានកម្មវិធីមួយដែលដាក់នៅក្នុង Hora 90s Pro Max ហ្នឹងកម្មវិធីថតវីដេអូមួយដែលស្អាតហើយកម្មវិធីហ្នឹងទៀតគឺយើងអាចចាក់ឡាត់ profile បានបងប្អូនណាយើងអាចចាក់ឡាត់ profile បានមានថាយើងអាចមានឡាត់ក្នុងនឹង direct ក៏បានឬក៏យើងចាក់ពណ៌បន្ថែមក៏បានដែរតែកម្មវិធីនេះគឺល្អមែនទែនខ្ញុំនឹងសាកថតវីដេអូមួយជូនបងប្អូនបាទតោះ let's go ទាំងអស់គ្នាទៅមើលវីដេអូនឹងទាំងអស់គ្នាបងប្អូនតោះអ្នកទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំថតចេញពី app មួយបាទ app មួយដែលខ្ញុំដាក់ install នៅក្នុង Huawei Hora 90s Pro Max បាទជាមួយនឹង color របស់វាគឺស្អាតមែនទែនបងប្អូនណា color របស់វាគឺស្អាត color ធូនចេញមកគឺឲ្យសាច់ស្អាតហ្មងណាវាអត់ស្ញាចបាទវាអត់ស្ញាចទេប្រភេទ color ហ្នឹងគឺអត់ស្ញាចទេយើងចាក់វាមានឡាត់នៅក្នុង direct យើងអត់ចាក់ឡាត់យើងអត់ដាក់ឡាត់វាក៏បានដែរយើងដាក់សនេះសិនទៅយើងចាំ edit ក្រោយប៉ុន្តែនៅក្នុងនេះវាមានឡាត់ខ្លះ free ឡាត់ខ្លះអត់ free អញ្ចឹងខ្ញុំប្រើតែរបស់ free បងប្អូនណាប្រើតែរបស់ free ទេបាទប្រើតែរបស់ free ទេអញ្ចឹងយើងប្រើពីរហ្នឹងប្រើមិនអស់ផងបងប្អូនណែមើលការថតវីដេអូមើលឲ្យ detail មើលសាច់ស្អាតហ្មងខ្ញុំចូលចិត្ត color បែបហ្នឹងបងប្អូនណាចូលចិត្ត color បែបហ្នឹងហ្មងនេះបាទ color បែបហ្នឹងគឺលយហ្មងលយមែនទេបាទណែអូសម្រាប់ Huawei គឺវា support បានតែត្រឹម 4K 30 fps ណានៅក្នុង app ហ្នឹងបើថាបើ iPhone គឺ support បាន full ហ្មងបងប្អូនណា iPhone គឺវា support ល្អជាងប៉ុន្តែខ្ញុំគិតថា 4K 30fps នេះគឺល្អបងប្អូនណាគឺល្អប៉ុណ្ណេះគឺល្អមែនទេបាទគាត់ថាការទប់នឹងវាមិនសូវប្រមាណប៉ុន្តែសម្រាប់បងប្អូនដែលចូលចិត្តថតនៅស្ងៀមថតនៅស្ងៀមដាក់វីដេអូថតអូលយមែនទេបងប្អូនណាលយមែនទេបាទគឺកប់ហ่ะបងប្អូនមើលចាក់ស្ដៃនេះវាមាន function សេរី stabilize សេរីអីទៀតចាំមើលខ្ញុំនឹងដាក់អាពេលដែលយើងអាច moving លឿនបងប្អូនណាបាទតែមែនទេបងប្អូនណាបាទកប់សេរីមែនទេគាត់ថាវា move លឿនពេកអត់នេះវាត្រង់នេះដល់ថាវា 4K 30 fps អញ្ចឹងហីបងប្អូនប្រហែល60 frame ទេញាក់សាច់បាទអូកប់សេរីតែសម្រាប់វីដេអូហ្នឹងដោយសារ app នេះគឺជា app Starcam បងប្អូន Starcam ព្រោះសម្រាប់លើ iPhone គឺល្អមែនតើគឺ iPhone គឺវា support full ហើយវាមាន stabilize ល្អប៉ុន្តែបើសម្រាប់ដាក់លើ Huawei app នេះយើងអាចដាក់ជាមួយនឹងជើង tripod យើងថតអង្គុយនិយាយលក្ខណៈហ្មងអង្គុយនិយាយស្ងៀមលក្ខណៈបែបថាប្លង់បែបអង្គុយគឺត្រូវហ្មងព្រោះប្លង់ដើរអាចទៅលើ iPhone ល្អជាងប៉ុន្តែខ្ញុំឆ្លាញ់លើ app ហ្នឹងដែល color ធូរមកវាលយហ្មងបាទបងប្អូនយល់យ៉ាងណាដែរសម្រាប់ app មួយហ្នឹងបាទអរគុណបាយបាយ